បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលបានទស្សនាវីដេអូនេះដែរគឺខ្ញុំតពីវីដេអូមុនដែលបង្ហាញអំពីចកវានៅពេញអាងហ្នឹងបាទធ្វើឲ្យខ្យងហ្នឹងវាអត់សូវនៅហើយវាខូចទឹកដោយសារខូចទឹកទៅខ្យងវាអត់សូវនៅហើយឥឡូវនេះគឺខ្ញុំបានរើចកចាញ់ចេញអស់អញ្ចឹងខ្ញុំចង់ដាក់ផ្លោកវិញដោយសារចកហ្នឹងវាដុះលឿនពេកហើយខ្យងវាស៊ីអត់តាន់អញ្ចឹងឥឡូវនេះខ្ញុំរើចេញអស់ហើយខ្ញុំសង្កេតឃើញថានៅពេលដែលដូរទឹកថ្មីហើយខ្យងក៏វានៅតែឡើងដដែលដែរពេលថ្ងៃជាធម្មតាប្រហែលជាពេលថ្ងៃគឺវាឡើងអញ្ចឹងខ្ញុំនៅតែសង្ស័យថាទឹកគីឡូដែលទឹកស្អាតហ្នឹងក៏ខ្យងនឹងវាអត់សូវត្រូវដែរហើយនឹងទឹកភ្លៀងអញ្ចឹងខ្ញុំសាកល្បងបាច់អំបិលងាយមិញច្រើនដែរតែវានៅតែអត់កែទឹកនឹងអត់បានទេហើយឥឡូវហ្នឹងគឺខ្ញុំនឹងដាក់ស្លឹកឆាត់បងប្អូនណាស្គាល់ស្លឹកឆាត់ទេខ្ញុំអត់ស្គាល់ទេខ្ញុំទៅស្គាល់មុនហ្នឹងគេប្រាប់ថាស្លឹកឆាត់អញ្ចឹងក៏ដើររទៅអញ្ចឹងគេថាដាក់ទៅដើម្បីកែទឹកអញ្ចឹងខ្ញុំដាក់សាកមើលហើយចាំមើលបានលទ្ធផលបែបណាខ្ញុំនឹងថតវីដេអូឲ្យមើលពេលក្រោយទៀតអញ្ចឹងនេះខ្យងនេះគឺអត់តន់អាមងហូបទេមើលទៅវានៅទូចដែរនេះប្រៀបមួយមេដៃខ្ញុំគឺវាប៉ុណ្្នឹងឯងអញ្ចឹងនៅក្នុងអាងហ្នឹងមានត្រីក្រាញ់មានត្រីដែងហើយខ្ញុំប្រឡែងកូនខ្យងច្រើនដែរខ្យងញាស់ប្រហែលជាមួយអាទិត្យជាងអីហ្នឹងហើយបាត់អស់ហើយអញ្ចឹងខ្ញុំសង្ស័យថាត្រីស៊ីអញ្ចឹងប្រហែលជាត្រូវចាប់ត្រីដែងហ្នឹងចេញវិញដាក់ច្រើនដែរកូនខ្យងចូលរយគ្រាប់ហ្នឹងតែពេលស្ដារអាងគឺអត់មានឃើញអីមួយទេបាត់អស់នេះតែមិនដឹងថាកែបស៊ីឬក៏ត្រីស៊ីឬអីប្រកាសដែរព្រោះនៅក្នុងហ្នឹងក៏មានកែបចូលដែរនេះចកចំណៃខ្យងស៊ីអត់តនេះជាក់ស្ដែងដកឲ្យតែមន់ស៊ីទេហើយជាមួយខ្ញុំរកលឹកឆាត់មកដាក់អញ្ចឹងបើសិនខ្ញុំដាក់ទៅវាទទួលបានលទ្ធផលបែបណាខ្ញុំថតវីដេអូប្រាប់នៅវីដេអូក្រោយបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះបាទជំរាបលា